បន្ទាប់ពីមានការបង្ហោះផ្លូវការពាក់ព័ន្ធជាមួយនឹងកីឡាករអេអាមរិនពូថងប្រកួតសងសឹកក្នុងជំនួបសងសឹកជាមួយនឹងកីឡាករម៉ូអាប់ដូរ៉ាមិនកីឡាករអង់គ្លេសនៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025បងប្រុសថមមីគីមដែលជាស្ថាបនិក IPPC គុនខ្មែរបានលើកឡើងបែបនេះបងប្អូនប្រិមិត្តបាទប្រសិនបើមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe បាទចំពោះអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរដើម្បីដឹងរឿងរ៉ាវទាក់ទងជាមួយនឹងគុនខ្មែរថ្មីបន្ថែមទៀតអញ្ចឹងបងប្រុសថមមីគីមបងប្អូនប្រហែលជាបានស្គាល់ហើយគាត់គឺជាស្ថាបនិក IPCC គុនខ្មែរប្រចាំកម្ពុជាយើងហើយគាត់ក៏គឺជា promoter ដែលតែងតែនាំយកកីឡាករកម្ពុជាចេញទៅប្រកួតនៅទឹកដីក្រៅបាទនិយាយទៅគាត់យកសិទ្ធិកីឡាករទាំងការយកកីឡាករកម្ពុជាយើងចេញទៅវាយនៅក្រៅប្រទេសក៏សិតតែជាកីឡាករលំដាប់ហើយយកកីឡាករបរទេសមកប្រកួតនៅស្រុកខ្មែរក៏សិតតែជាកីឡាករលំដាប់ជាពិសេសការចេញទៅប្រកួតនៅសាយវាន knock out អីជាដើមប៉ះសិតតែជាកីឡាករលំដាប់បោះសាយវាន knock out តែម្ដងបងប្អូនបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការប្រកួតក្នុងជំនួបសងសឹករវាងកីឡាករអេអាមរិនពូថងជាមួយនឹងកីឡាករម៉ូអាប់ដូរ៉ាមិនដែលជាកីឡាករអង់គ្លេសពួកគាត់ធ្លាប់ប្រកួតគ្នាម្ដងរួចមកហើយកាលពីថ្ងៃទី26ខែកញ្ញាឆ្នាំ2025កាលនោះគឺកីឡាករម៉ូអាប់ដូរ៉ាមិនគេឈ្នះកីឡាករអេអាមរិនពូថងដោយពិន្ទុបាទកាលនោះទឹក1ទឹក2បាទអាចថាគេធ្វើបានល្អបាទហើយចូលដល់ទឹក3សរុបសេចក្តីមកគឺកីឡាករម៉ូអាប់ដូរ៉ាមិនគេឈ្នះពិន្ទុកីឡាករអេអាមរិនពូថងបាទអញ្ចឹងទោះបីជាឈ្នះពិន្ទុមែនប៉ុន្តែម៉ូអាប់ដូរ៉ាមិនត្រូវបែកបាទចិញ្ចើមដោយសារតែកែងរបស់កីឡាករអេអាមរិនអញ្ចឹងជាការលើកឡើងរបស់បងប្រុសថមមីគីមបាទគ្រាន់តែគាត់ឃើញលទ្ធផលចាញ់ភ្លាមគាត់គិតក្នុងចិត្តហើយប្រកាសភ្លាមតែម្ដងគាត់ថាគូនេះនឹងប៉ះគ្នាម្ដងទៀតហើយនឹងរៀបឲ្យប៉ះដណ្ដើមខ្សែក្រវ៉ាត់តែម្ដងភ្លាមបងប្អូនបាទតាំងពីខែ9ថ្ងៃទីថាចូលដល់ខែ10ផងបងប្អូនបាទឥឡូវនេះថ្ងៃចុងខែវិច្ឆិកាខែ11អញ្ចឹងថា2ខែចុះបងប្អូនបាទថា2ខែចុះអ្នកទាំងពីរអាចមានឱកាសក្នុងការប្រកួតសងសឹកដើម្បីស្វែងរកអ្នកឈ្នះដើម្បីដណ្ដើមខ្សែក្រវ៉ាត់បានអញ្ចឹងវាលឿនដែរបងប្អូនបាទលឿនដែរអញ្ចឹងគេថាធ្វើស្រែតន់ក្តៅដីបាទស្រឡាញ់ស្រីតន់នៅស្រឡាញ់ហើយឥឡូវនេះយើងចូលមកហើយបងប្អូនបាទចាប់ផ្ដើមហើយក្នុងជំនួបសងសឹកនេះអេអាមរិនគឺថាពេញលេងហើយបងប្អូនបាទពេញលេងហើយបងប្រុសថមមីគីមគាត់លក្ខណៈថាក្នុងចិត្តរបស់គាត់គឺចង់ឲ្យកីឡាករអេអាមរិនឈ្នះមែនតែម្ដងបាទគាត់បានលើកឡើងថាទោះក្នុងទម្រង់បែបណាតែក្នុងនាមខ្ញុំជាជនជាតិខ្មែរម្នាក់មានជំនឿជឿជាក់និងសូមលើកទឹកចិត្តអេអាមរិនពូថងខិតខំហ្វឹកហាត់យកជ័យជំនះនេះឲ្យបាននេះគឺជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់របស់កីឡាករអេអាមរិនគេមកលើកនេះគឺប៉ងយកខ្សែក្រវ៉ាត់អេអាមរិនត្រឡប់ទៅស្រុកវិញឲ្យទាល់តែបានស៊ូទៅមុខទៀតអេអាមរិនបាទអញ្ចឹងមានន័យថានេះគឺជាការលើកឡើងរបស់បងប្រុសថមមីគីមគាត់គឺជាអ្នកយកកីឡាករបរទេសនេះមកហើយគាត់ឃើញថាកីឡាករបរទេសរូបនេះមិនមែនជាអ្នកដកដំឡូងទេបងប្អូនបាទអាចនិយាយបានថាជាកីឡាករលំដាប់កំពូលប្រចាំប្រទេសអង់គ្លេសបាទឥឡូវនេះជួបអេអាមរិនបងប្អូនឃើញហើយបាទអញ្ចឹងការប្រកួតលើកមុនយើងចាញ់បន្ទុតែលើកនេះមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេចាំអត់ទាំងអស់គ្នាបងប្អូនបាទការប្រកួតនេះ3ទឹកទេបាទមួយទឹក3នាទីមួយទឹកមាន3នាទីហើយក្នុងមួយទឹកការប្រកួតគឺមាន3ទឹកបាទអញ្ចឹង9នាទីហើយចាំមើលថាអេអាមរិនគាត់ស្វាគមន៍នៅក្នុងជំនួបសងសឹកនេះក្តៅកគុកហើយនឹងមានការសាទរពីបងប្អូនអ្នកគាំទ្រយ៉ាងណាយើងចាំអត់ទាំងអស់គ្នាបងប្អូនបាទជូនពរឲ្យកីឡាករអេអាមរិនទទួលបានជ័យជំនះនិងបានខ្សែក្រវ៉ាត់គុនខ្មែរបាទ Gainsbourg គុនខ្មែរបងប្អូនវីដេអូនេះបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា